មករយៈចុងក្រោយនេះគឺខ្ញុំមានអារម្មណ៍ថានឹកស្រុកខ្មែរនឹកម៉ែនឹកឪបងប្អូនមិត្តភ័ក្តិនឹកបរិយាកាសនឹកម្ហូបអាហារនឹកទីកន្លែងដែលធ្លាប់រស់នៅហើយណាមួយវ៉ាកងជាង3ខែទៀតតរំតែចូលរៀនវិញហ្នឹងគឺថ្ងៃទី15ខែ9มันចាប់ផ្ដើមរវល់មកវិញហើយប្តីហ្នឹងក៏ព្យាយាមនាំដើរចេញក្រៅដើរលេងមើលគេមើលឯងហើយម៉ាក់ក្មេកហ្នឹងក៏អាសាមយោដែរដើម្បីកុំឲ្យខ្ញុំអបសុកខ្លាចខ្ញុំនៅផ្ទះទៅធុញថប់ទៅកាន់តែកើតជំងឺគេហៅថា stress ឬក៏ depression ខ្លាចយើង homesick អីចឹងទៅគាត់ចេះតែព្យាយាមនឹករលឹកមកលេងនាំទៅនេះទៅនោះហើយខ្ញុំហ្នឹងក៏ព្យាយាមធ្វើឲ្យខ្លួនឯងរវល់ដែរដូចថាយើងការងារផ្ទះហើយរៀនសូត្រហើយក៏ធ្វើម្ហូបធ្វើអាហារទៅដើម្បីកុំឲ្យយើងគិតតែពីរឿងស្រុកខ្មែរពេកអញ្ចឹងណាតែក៏បាននិយាយជាមួយមិត្តភ័ក្តិហើយបងប្អូនហើយម៉ែអើយចឹងទៅក៏បានធូរអារម្មណ៍បន្តិចទៅសំណាងហើយនេះនៅក្នុងខែក្តៅបើសិនជាខែត្រជាក់វិញអើយខ្ញុំពិតជា depression មែនទែនជីវិតម្នាក់ឯងមកនៅតាមប្តីចឹងទៅក៏ដោយសារតែយើងមានគោលដៅសម្រាប់កូនចឹងទៅក៏អូខេចេះតែព្យាយាមលើកទឹកចិត្តខ្លួនឯងចឹងណាហើយណាមួយបន្តិចទៀតនឹងនឹងបានដល់គោលដៅដែលយើងចង់បានហើយចូលធ្វើការទៅយើងអត់សូវនឹកនេះហើយយើងមានលុយកាក់ចាយទៅយើងបានទៅលេងស្រុកខ្មែរញឹកចឹងទៅហើយនៅប្រទេស basic នេះវាមិនមែនថាมันល្អទេបងប្អូននៅចង់និយាយថាទាំងការរៀបចំទាំងបរិស្ថានជុំវិញខ្លួនហ្នឹងគឺអភិវឌ្ឍបានល្អមែនទែនហើយនឹងការផ្ដល់ជូនសម្រាប់អ្នកដែលដូចថាចំណូលថ្មីឬក៏ជនតាប្រវេសអញ្ចឹងគឺគេមានរៀបចំជាកញ្ចប់អីឲ្យអញ្ចឹងណាបើសិនជាយើងត្រូវការតែគេមើលតាមស្ថានភាពដែរតែចង់និយាយថាការផ្ដល់ព័ត៌មានហ្នឹងគឺល្អមែនទែនសម្រាប់អ្នកដែលមកនៅថ្មីត្រូវធ្វើអីអញ្ចឹងណាបើសិនជានៅស្រុកខ្មែរធ្វើការរៀបចំបែបហ្នឹងដូចនៅបរទេសដែរល្អដូចថាសម្រាប់ expat ដែលគាត់ទៅនៅស្រុកខ្មែរអញ្ចឹងទៅគឺពួកគាត់តម្រូវឲ្យរៀនភាសាឲ្យអីអញ្ចឹងទៅដូចថាដើម្បីចង់បានវីសាឬការស្នាក់នៅ long term គឺគាត់គួរតែធ្វើបែបហ្នឹងអានេះខ្ញុំគិតដែរប៉ុន្តែប្រហែលជា expat គេមិនចង់បានទេព្រោះអីគេចង់បានស្រួលគេមិនចង់ដូចថា obligate ត្រូវតែចាំបាច់ត្រូវតែរៀនអញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំគិតថាវាល្អព្រោះអីមិនថាសាសនាទេគឺយើងត្រូវតែចេះភាសាដើមរបស់គេនឹងឯងព្រោះយើងទៅនៅប្រទេសគេហើយនឹងរៀនសូត្រពីច្បាប់ទម្លាប់នៅប្រទេសនីមួយៗដែលយើងផ្លាស់ប្ដូរទៅនៅហ្នឹងណាបងប្អូនយល់យ៉ាងណាដែរយោបល់ហ្នឹងប៉ុន្តែសម្រាប់ខ្ញុំគិតថាវាល្អហើយក៏សង្ឃឹមថានៅស្រុកខ្មែរយើងនឹងមានច្បាប់បែបហ្នឹងសម្រាប់ជនអន្តោប្រវេសន៍ដែលចូលទៅនៅស្រុកយើងណាបើគេចង់ទៅនៅគឺគេតម្រូវឲ្យមានដូចថារៀនភាសាខ្មែររៀនច្បាប់ទម្លាប់ប្រពៃណីខ្មែរហើយនឹងធ្វើការស្ម័គ្រចិត្តឬក៏ចូលរួមអីមួយឲ្យគ្រប់ម៉ោងចឹងទៅហើយនឹងមានដូចថាការងារឬក៏ថាមូលហេតុអីដែលមករស់នៅស្រុកខ្មែរអញ្ចឹងណាព្រោះយើងគិតថាពេលដែលខ្មែរយើងមកនៅស្រុកគេតម្រូវឲ្យយើងធ្វើដូចគេអញ្ចឹងខ្ញុំគិតថាខ្មែរយើងគួរតែបន្តឹងបន្តិចទៅប៉ុន្តែខ្ញុំគិតថាប្រហែលជាមតិភាគច្រើនហ្នឹងមិនតន់យល់ស្របទេព្រោះយើងចង់បាន expat និងទេសចរអីមកច្រើនអញ្ចឹងណាហើយក៏ខ្ញុំសង្ឃឹមថាថ្ងៃណាមួយនឹងអាចកើតឡើងពេលដែលប្រទេសខ្មែរយើងហ្នឹងគឺដូចថារីកចម្រើននិងអភិវឌ្ឍដូចគេអូខេឥឡូវនេះមកនិយាយរឿងធ្វើម្ហូបខ្ញុំវិញថ្ងៃនេះគឺចង់ញ៉ាំនំបញ្ចុកហើយចង់និយាយថាយូរនឹងបុកគ្រឿងបងប្អូនអើយក្រៅពីនឹងគឺថាស្រួលមែនទែនតែម្ដងហើយអន់មួយគឺត្រីដែលខ្ញុំប្រើហ្នឹងយើងអត់មានត្រីរស់ត្រីឆ្ដោយអញ្ចឹងយើងប្រើត្រីកកដោយសារវាធូរថ្លៃហើយយើងទុកបានយូរផងអញ្ចឹងទៅក៏ប្រើទៅប៉ុន្តែវារសជាតិវាឆ្ងាញ់ហើយគ្រាន់ថាសាច់ត្រីហ្នឹងវាអត់ផ្អែមដូចត្រីឆ្ដោយយើងណានំបញ្ចុកខ្ញុំលើកទី2ហ្នឹងគឺធ្វើត្រូវមាត់មែនទែនសំបីតែប្តីខ្ញុំក៏គាត់ញ៉ាំច្រើនដែរហើយក៏គាត់សួរថាហេតុអីបានខ្លួនឯងធ្វើទឹកនំបញ្ចុកនេះគឺដូចនៅខ្មែរហ្មងមានrecipe អីគេគ្រឿងក្រៅអីគេអញ្ចឹងគាត់ញ៉ាំទៅគឺឆ្ងាញ់មែនទែនហើយឡងឈ្ងុយខ្ញុំក៏ហិតដែរហើយក៏ explain ទៅគាត់បញ្យល់គាត់ទៅប្រាប់ថាយើងមានគ្រឿងអីគេខ្លះតែគាត់ថាអូឆ្ងាញ់ណាស់ហើយញ៉ាំអស់មួយចានធំទៀតខ្ញុំក៏មួយចានធំដែរនិយាយចំទៅស្លនំបញ្ចុកហ្នឹងគឺមួយឆ្នាំងហ្នឹង3នាក់ឪម៉ែកូនហ្នឹងគឺញ៉ាំអស់លីងហ្មងតែលើក្រោយហ្នឹងគឺធ្វើទឹកផ្អែមបន្ថែមចាំមើលរៀនធ្វើព្រោះ
ប្រហែលជាអានឹងអាចទៅពិបាកដែរមិនដឹងដែរប៉ុន្តែអត់ទាន់បានសេចក្នុង YouTube ហើយប៉ុន្តែលើក្រោយបើសិនជាធ្វើនឹងធ្វើទឹកផ្អែមមួយទៀតអញ្ចឹងវីដេអូខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន